រឿងអាស្រ័យថ្មីផ្ទុះចេញពីក្នុងជួរកងទ័ពថៃមន្ត្រីយោធាពីរនាក់ជាប់ពាក់ព័ន្ធជួយកាងនិងបិទរឿងលាងលុយកខ្វក់និងជួញដូរគ្រឿងញៀនឲ្យអ្នកមានឥទ្ធិពលប្រព័ន្ធសន្តិសុខថៃកំពុងរង្គោះរង្គើនិងរងការរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីការបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនឆ្លងដែនរបស់មេខ្លោងរហស្សនាមសៀជីវបានលាតត្រដាងនៃការពិតដ៏ស្អុយរលួយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលតាំងខ្លួនថាជាអ្នកកសាងនិងការពារជាតិដោយក្នុងនោះមានការចាប់ខ្លួននីតិហ៊ានជាន់ខ្ពស់ពីររូបដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់និងការសម្របសម្រួលដឹកជញ្ជូនគ្រឿងញៀនដែលសបញ្ជាក់ថាមន្ត្រីក្រាក់អស់ទាំងនោះបានប្រើប្រាស់ស្ថាប័នយោធាជាក្នុងបង្អែកការពារឧក្រិដ្ឋជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទោះបីជារដ្ឋាភិបាលថៃតែងតែអះអាងពីយុទ្ធនាការកាត់ផ្តាច់កោសិកាមហារីកដែលសំដៅដល់ការបង្ក្រាបឲ្យអស់នៅខ្សែបណ្ដាញឧក្រិដ្ឋកម្មផ្សេងក៏ដោយប៉ុន្តែការចាប់ខ្លួនមេខ្លោងគ្រឿងញៀនឈ្មោះឈុតធីឋាន់ឬសៀជីវដែលមានប្រវត្តិជាទណ្ឌិតឆ្នាំ2006អាចបន្លំខ្លួនជាមន្ត្រីយោធាជាន់ខ្ពស់បានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំនោះគឺជាសញ្ញាបង្ហាញពីការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងការធ្វើសវនកម្មអត្តសញ្ញាណមន្ត្រីក្នុងជួរកងទ័ពថៃអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះមន្ត្រីយោធាថៃគឺលោកវរស្នីតូផានមកពីការិយាល័យលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិនិងនីតិហ៊ានជាន់ខ្ពស់ម្នាក់ទៀតពីអង្គភាពសង្គ្រាមពិសេសត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់និងដឹកជញ្ជូនគ្រឿងញៀនចូលមកក្នុងប្រទេសថៃចំណុចនេះបានបង្ហាញថាស្ថាប័នយោធាដែលជាបង្អែកសន្តិសុខជាតិតាមពិតគឺជាជំរកនិងជាឧបករណ៍ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ដើម្បីសម្រេចគោលបំណងរបស់ពួកគេទៅវិញសារព័ត៌មានក្នុងស្រុកថៃបាងកកប៉ុស្តិ៍នាថ្ងៃទី3ខែមីនានេះបានផ្សាយថាលោកឧត្តមស្នេហ៍តូសូរិយាសិង្ហកមលអគ្គលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនហៅកាត់ ONCB បានប្រកាសដំណាក់កាលទី2នៃប្រតិបត្តិការកាត់ផ្តាច់កោសិកាមហារីកដែលមានគោលដៅបង្ក្រាបមន្ត្រីរដ្ឋពាក់ព័ន្ធនឹងបណ្ដាញគ្រឿងញៀនស៊ើបអង្កេតនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី26ខែធ្នូឆ្នាំ2024នៅពេលដែលកងកម្លាំងចម្រុះបានស្ទាក់ចាប់រថយន្តសង្ស័យមួយគ្រឿងនៅខេត្តឈៀងរ៉ៃដោយដកហូតបានគ្រឿងញៀនប្រភេទម៉ាតកកជាង 1.4 តោនលាក់ក្នុងធុងសាំងខណៈមនុស្ស7នាក់ត្រូវបានចាប់ខ្លួនក្នុងនោះមានអតីតទាហាន3នាក់ដែលត្រូវបានបណ្តេញចេញពីជួរដោយសារគ្រឿងញៀនផងដែរលុះដល់ខែកុម្ភៈឆ្នាំ2026នេះអាជ្ញាធរបានឆ្មក់ឆែកឆេរទីតាំង8កន្លែងនៅខេត្តឈៀងម៉ៃឈៀងរ៉ៃនន្ទបុរីនិងបាងកកដោយចាប់ខ្លួនភរិយារបស់សៀជីវនិងនីតិហ៊ានជាន់ខ្ពស់ម្នាក់នៃបញ្ជាការដ្ឋានសង្គ្រាមពិសេសចំណែកទ្រព្យសម្បត្តិសរុបជាង122លានបាតរួមមានដីធ្លីលុយធនាគាររថយន្តអាវុធនិងមាសក៏ត្រូវបានរឹបអូសដែរតាមរយៈទិន្នន័យទូរស័ព្ទសមត្ថកិច្ចបានកំណត់អត្តសញ្ញាណមេខ្លោងធំឈ្មោះឈុតធីឋាន់ឬសៀជីវដែលជាអតីតអ្នកទោសគ្រឿងញៀនកាលពីឆ្នាំ2006ក្រោយចេញពីពន្ធនាគារសៀជីវត្រូវបានគេរាយការណ៍ថាបានបដូរឈ្មោះនិងបន្លំខ្លួនជាមន្ត្រីយោធាជាន់ខ្ពស់ដើម្បីកិច្ចពីការតាមដានហើយបានបន្តសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនពីភាគខាងជើងទៅភាគខាងត្បូងដើម្បីបញ្ជូនបន្តទៅប្រទេសទី3យោងតាមការត្រួតពិនិត្យចរន្តហិរញ្ញវត្ថុបានបង្ហាញពីការផ្ទេរប្រាក់សង្ស័យរាប់លានបាតទៅកាន់វរស្នីតូម្នាក់និងភរិយាដោយមានភស្តុតាងថាគ្រួសារខាងប្រពន្ធរបស់មន្ត្រីរូបនេះបានដើរតួជាអ្នកបញ្ឈរឈ្មោះកាន់កាប់ទ្រព្យសម្បត្តិឲ្យសៀជីវដោយខុសច្បាប់ទោះបីជាអាជ្ញាធរអះអាងថាបានកាត់ផ្តាច់ខ្សែសង្វាក់ប្រតិបត្តិការរបស់សៀជីវក៏ដោយប៉ុន្តែការដែលមេខ្លោងរូបនេះនៅតែអាចរត់គេចខ្លួននិងការដែលអតីតទាហានដែលត្រូវបានបណ្តេញចេញអាចមកធ្វើជាក្រុមប្រដាប់អាវុធការពារការដឹកជញ្ជូនគ្រឿងញៀនបានយ៉ាងងាយស្រួលនោះបានធ្វើឲ្យសាធារណជនដាក់មន្ទិលសង្ស័យលើឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការសម្អាតផ្ទះខ្លួនឯងរឿងអាស្រូវនេះមិនមែនត្រឹមតែជាបទល្មើសគ្រឿងញៀនធម្មតានោះទេប៉ុន្តែវាគឺជាវិបត្តិទំនុកចិត្តលើប្រព័ន្ធយោធាទាំងមូលការដែលអំពើពុករលួយចាក់ឫសជ្រៅរហូតដល់ប្រើប្រាស់ឯកសណ្ឋានរដ្ឋទៅបិទបាំងសកម្មភាពបំផ្លាញជាតិបែបនេះគឺជាមេរៀនដ៏អាម៉ាស់មួយសម្រាប់រដ្ឋាភិបាលថៃដែលបង្ហាញថាកោសិកាមហារីកនៃគ្រឿងញៀនមិនមែននៅតែខាងក្រៅទេប៉ុន្តែវាបានឆ្អិនឆ្អៅនៅក្នុងផ្ទះខ្លួនឯងទៅវិញទេជាមួយនឹងការលេចធ្លាយរឿងអាស្រូវដ៏ស្អុយកគ្រុកនេះកាន់តែបញ្ជាក់យ៉ាងច្បាស់ថាការដែលកងយោធាថៃប្រឹងឈ្លានពាននិងព្យាយាមលេបពង្រីកទឹកដីមកលើដែនអធិបតេយ្យភាពជាតិកម្ពុជាទី1គឺដើម្បីបង្វែរកុំឲ្យពលរដ្ឋចាប់អារម្មណ៍ឬតាមដានចំណុចខ្សោយនៅក្នុងប្រព័ន្ធយោធាដែលមានអំពើពុករលួយគ្រប់រូបភាពទី2ពួកគេកំពុងតែប្រើប្រាស់រូបភាពជាអ្នកក្លាហាននិងជាខែលការពារជាតិដើម្បីបំបិទមាត់ពលរដ្ឋថៃដែលប្រឆាំងយោធាមិនឲ្យមានការតវ៉ាសួរដេញដោលឬបើកការតាមដានលើសកម្មភាពអសកម្មនៅក្នុងជួរយោធានិងទី3ពួកគេយកលេសការពារជាតិនេះដើម្បីប្រយោជន៍ធំនោះគឺស្នើកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំដ៏ច្រើនមហាសាលដែលរដ្ឋាភិបាលថៃមិនអាចប្រកែកបានគឺចាំបាច់ត្រូវតែអនុម័តដោយកន្លងមកបកប្រឆាំងបានចោទប្រកាន់ថាក្រុមក្បាលម៉ាស៊ីនការពារជាតិទាំងអស់នោះតែងតែលេបយកថវិកានេះចូលហៅប៉ៅផ្ទាល់ខ្លួនត្រយងនាំសារពិតគ្រប់ទីកន្លែង